ជម្រាបសួរនាងខ្ញុំចុងសុផាលពី Accounting for Cambodian ថ្ងៃនេះផងដែរនាងខ្ញុំបានរៀបចំនៅ clip video ថ្មីមួយទៀតដើម្បីចែកជូនទៅកាន់បងប្អូននិងបណ្ដាបងប្អូនទាំងអស់ទុកជាចំណេះដឹងបន្ថែម video ដែលនាងខ្ញុំចែករំលែកជូននៅក្នុងវេលាថ្ងៃនេះគឺតាក់ទងទៅជាមួយនឹងការកណនានៅ taxable income ការកំណត់នៅ deferred tax asset និងការកំណត់នៅ deferred tax liability ដើម្បីឲ្យការបង្ហាញនៅក្នុងវេលាថ្ងៃនេះកាន់តែច្បាស់បងប្អូនអាចចូលទៅមើលបន្ថែមទៀតនៅ clip video ដែលនាងខ្ញុំបានរៀបចំកាលពីមុនមកគឺ clip លេខ56ដែលតាក់ទងទៅជាមួយនឹងការបញ្យល់ថាតើអ្វីទៅគឺជា taxable income បញ្យល់អំពីថាតើអ្វីទៅគឺជា deferred tax asset និង deferred tax liability ចឹងសម្រាប់វេលាថ្ងៃនេះគឺជាការបង្ហាញអំពីការគណនាទៅលើ taxable income ការគណនាទៅលើ deferred tax asset និងការគណនាទៅលើ deferred tax liability ដែលការគណនានៅទីនេះគឺជាករណីដែលកើតមានឡើងនៅពេលណាដែលការរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញរបស់យើងដែលយោងទៅតាមគោលការណ៍និងស្តង់ដារគណនេយ្យគឺមានភាពខុសគ្នាពីការដែលយើងរៀបចំដើម្បីយកទៅប្រកាសពន្ធអញ្ចឹងនៅក្នុងលក្ខខណ្ឌមួយចំនួនតាក់ទងទៅនឹងចំណូលចំណាយដល់អង្គភាពទទួលស្គាល់យោងទៅតាមគោលការណ៍និងស្តង់ដារគណនេយ្យគឺនៅពេលដែលយើងប្រកាសពន្ធត្រូវធ្វើការកែតម្រូវឡើងវិញមុននឹងយកទៅប្រកាសអញ្ចឹងមានធាតុខ្លះគឺយើងត្រូវធ្វើការកែតម្រូវមុននឹងយកទៅប្រកាសពន្ធអញ្ចឹងនៅក្នុងឧទាហរណ៍នៅក្នុងវេលាថ្ងៃនេះគឺជាការបង្ហាញជូនទៅលើលក្ខខណ្ឌមួយចំនួនហើយមួយទៀតផងដែរតាក់ទងទៅជាមួយនឹងវីដេអូដែលនាងខ្ញុំចែករំលែកជូននៅក្នុងវេលាថ្ងៃនេះក៏តាក់ទងទៅនឹងវីដេអូមុនដែរដែលនាងខ្ញុំបានរៀបចំជូនដូចជាតាក់ទងទៅនឹង clip លេខ43ដែលនិយាយអំពី construction contract គឺជាកិច្ចសន្យាទៅលើការសាងសង់រយៈពេលវែងនៅក្នុងការទទួលស្គាល់ទៅលើចំណូលចំណាយដែលកើតមានឡើងសម្រាប់ក្រុមហ៊ុនសំណង់ដែលយើងហៅថាជា construction contract គឺយើងមានប្រាស់ទៅលើវិធីសាស្ត្រ percentage of completion method អញ្ចឹងនៅក្នុងឧទាហរណ៍ដែលនាងខ្ញុំបង្ហាញជូននៅក្នុងវេលាថ្ងៃនេះក៏តាក់ទងទៅនឹងលក្ខខណ្ឌមួយនេះផងដែរអញ្ចឹងបងប្អូនទាំងអស់អាចចូលទៅមើលនៅក្នុង clip video លេខ43បន្ថែមទៀតដើម្បីឲ្យយល់អំពីអ្វីទៅគឺជា percentage of completion ដែលកើតមានឡើងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សម្រាប់ក្រុមហ៊ុនជា construction contractហើយលើសពីនេះទៅទៀតក៏មានតាក់ទងទៅនឹង warranty ដែលមាននៅក្នុងឧទាហរណ៍ដែលនឹងបង្ហាញជូនជាវីដេអូក្នុងវេលាថ្ងៃនេះផងដែរដែល warranty នៅទីនេះគឺជា warranty ដែលកើតមានឡើងសម្រាប់ការធានាទៅលើផលិតផលដែលក្រុមហ៊ុនបានលក់ហើយសម្រាប់ការដែលយើងបង្ហាញទៅលើ warranty នៅទីនេះដើម្បីឲ្យបងប្អូនបានយល់កាន់តែច្បាស់បន្ថែមទៀតបងប្អូនអាចចូលទៅមើលនៅ clip លេខ51ដែលជា clip ដែលអ្នកគ្រូបានរៀបចំកាលពីលើកមុនហើយបងប្អូនអាចនឹងយល់តាក់ទងទៅនឹងប្រតិបត្តិការដែលយើងហៅថាជា warrantyអញ្ចឹងនៅក្នុងវេលាថ្ងៃនេះគឺជាការបង្ហាញជូនទៅលើការគណនា taxable income, deferred tax asset, deferred tax liability ដែលកើតមានឡើងនៅក្នុងលក្ខខណ្ឌមួយចំនួនដែលក្រុមហ៊ុនត្រូវធ្វើការកែតម្រូវមុននឹងយកទៅប្រកាសពន្ធសង្ឃឹមថាការបង្ហាញនៅលើវីដេអូដែលនាងខ្ញុំចែកជូននៅក្នុងវេលាថ្ងៃនេះគឺបងប្អូនអាចនឹងយល់បានកាន់តែច្បាស់បន្ថែមទៀតចាអញ្ចឹងយើងនឹងជួបគ្នានៅក្នុងពេលបន្តិចទៀតទៅលើការបង្ហាញជាឧទាហរណ៍ជាលំហាត់ដែលនឹងធ្វើការគណនាជូនបងប្អូនចាអញ្ចឹងទាំងអស់គ្នានេះគឺជាឧទាហរណ៍របស់ក្រុមហ៊ុន ABC Ltd ដែលគាត់ចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មរបស់គាត់នៅក្នុងឆ្នាំ2025ហើយបានផ្ដល់នូវព័ត៌មានដូចខាងក្រោមទី1ចំណេញមុនពេលបង់ពន្ធសម្រាប់ឆ្នាំ2025គឺ100,000 ផោនចំណេញមុនពេលបង់ពន្ធនេះគឺជាការគណនាយោងទៅតាមគោលការណ៍និងស្តង់ដារគណនេយ្យអញ្ចឹងយើងឃើញស្មើនឹង100,000 ផោនទី2អត្រាពន្ធសម្រាប់ឆ្នាំ2025និងឆ្នាំទៅមុខទៀតគឺ 40%ទី3គឺជាការបង្ហាញអំពីភាពខុសគ្នារវាងការរៀបចំរបាយការណ៍ប្រាក់ចំណេញនិងទិន្នន័យដែលយកទៅប្រកាសពន្ធអញ្ចឹងតកតងទៅនឹងចំណុចខាងក្រោមនេះពី A ដល់ E គឺជាការបង្ហាញអំពីគណនីដែលយើងត្រូវយកទៅកែសម្រួលឬក៏ប្រតិបត្តិការមួយចំនួនដែលយើងត្រូវយកទៅកែសម្រួលមុននឹងយើងយកទៅប្រកាសពន្ធហើយនៅទីនេះវាគឺជាមូលដ្ឋានដែលយើងធ្វើការគណនាទៅលើមូលដ្ឋានគិតពន្ធដែលយើងហៅថាជា taxable incomeនៅក្នុងចំណុច A ដែលគេបង្ហាញអំពីភាពខុសគ្នាគឺតាក់ទងទៅនឹង warranty expense ដែលយើងអាក់គ្រួទាំងអស់គ្នាតាក់ទងទៅនឹង warranty expense ដែលយើងអាក់គ្រួនេះទាំងអស់គ្នាអាចមើលនៅ clip video លេខ51ណាទាំងអស់គ្នាណាដែលអ្នកគ្រូបានរៀបចំតាក់ទងទៅជាមួយនឹងការកត់ត្រាទៅលើ warranty ដែលយើងអាក់គ្រួសម្រាប់ករណីដែលក្រុមហ៊ុនរបស់យើងធានាទៅលើផលិតផលនៅពេលដែលយើងលក់ឲ្យទៅអតិថិជនអញ្ចឹងយើងនឹងឃើញហើយតាក់ទងទៅនឹងការកត់ត្រា warrantyហើយនៅក្នុងនេះផងដែរតកតងទៅនឹងការដែលយើងកត់ត្រាទៅលើចំណាយធានាផលិតផលសម្រាប់ជាកម្មវត្ថុដែលយើងរៀបចំនៅក្នុងរបាយការណ៍របស់យើងរបាយការណ៍ប្រាក់ចំណេញយោងទៅតាមគោលការណ៍និងស្តង់ដាររបស់គណនេយ្យគឺយើងកត់ត្រាមានចំនួន 5,000 ផោនប៉ុន្តែនៅក្នុងនេះផងដែរតកតងទៅជាមួយនឹងការប្រកាសពន្ធអាជ្ញាធរពន្ធទទួលស្គាល់ឲ្យយើងដកទៅលើចំណាយនៃការធានាត្រឹមតែចំនួន 2,000 ផោនតែប៉ុណ្ណោះ
ចឹងមានន័យថាខុសគ្នាចំនួន 3,000 pound ហើយដែលចំនួន 3,000 pound នេះគឺជាចំនួនដែលយើងត្រូវ add ត្រឡប់ទៅវិញដើម្បីធ្វើការគណនាពន្ធចា៎ចំណុច B តកតងទៅនឹងចំណេញដល់ទៅលើកិច្ចសន្យានៃការសាងសង់ដែលយើងប្រើប្រាស់វិធីសាស្ត្រ percentage of completion method តកតងទៅជាមួយនឹងត្រង់ចំណុចនេះគឺទាំងអស់គ្នាអាចមើល clip វីដេអូរបស់អ្នកគ្រូគឺ clip លេខ41 sorry ទាំងអស់គ្នាគឺ clip លេខ43ចានៅក្នុង clip លេខ43គឺជាវីដេអូដែលអ្នកគ្រូបង្ហាញជូនតកតងទៅជាមួយនឹងការទទួលស្គាល់ទៅលើចំណូលចំណាយនិងប្រាក់ចំណេញដែលយើងប្រើប្រាស់សម្រាប់ក្រុមហ៊ុនសំណង់ដោយប្រើប្រាស់វិធីសាស្ត្រ percentage of completion អញ្ចឹងយើងមើលវីដេអូនឹងបន្ថែមទៅទាំងអស់គ្នានឹងបានដឹងអំពីលក្ខណៈនៃការទទួលស្គាល់ចំណេញចាចំណេញដល់ដែលកើតមានឡើងនៅក្នុងការប្រើប្រាស់វិធីសាស្ត្រហ្នឹងចាអញ្ចឹង clip លេខ43ចាអញ្ចឹងនៅក្នុងនេះតកតងទៅនឹងចំណេញដល់ដែលយើងទទួលស្គាល់នៅក្នុងកិច្ចសន្យានៃការសាងសង់ដោយប្រើប្រាស់វិធីសាស្ត្រ percentage of completion នៅក្នុងបញ្ជីរបស់ក្រុមហ៊ុនដែលយើងយោងទៅតាមគោលការណ៍និងស្តង់ដារគណនេយ្យគឺ 92,000 pound តែសម្រាប់ខាងពុនវិញតកតងទៅនឹងចំណេញដល់ទៅលើកិច្ចសន្យានៃការសាងសង់គឺគេឲ្យយើងទទួលស្គាល់ត្រឹម 62,000 pound អញ្ចឹងខុសគ្នាចំនួន 30,000 pound ដែលចំនួននេះគឺយើងត្រូវដកចេញវិញនៅក្នុងការគណនាមូលដ្ឋានគិតពន្ធចា៎ចំណុច C តកតងទៅនឹងចំណាយរំលោះទៅលើអចលនទ្រព្យទៅលើ property plant and equipment នៅក្នុងរបាយការណ៍របស់យើងដែលយើងយោងទៅតាមស្តង់ដារនិងគោលការណ៍របស់គណនេយ្យគឺយើងទទួលស្គាល់ចំណាយរំលោះចំនួន 60,000 pound តែនៅក្នុងការដែលយើងគណនាចំណាយរំលោះយោងទៅតាមច្បាប់ពន្ធគឺគេឲ្យយើងដកទៅលើចំណាយរំលោះចំនួន 80,000 pound ចាទៅលើ property plant and equipment ចឹងនៅទីនេះគឺនៅពេលដែលយើងគណនាមូលដ្ឋានគិតពន្ធយើងត្រូវដកចេញថែមចំនួន 20,000 pound ទៀតចំណុច D គឺតកតងទៅជាមួយនឹង 3,500 pound ដែលជាចំណាយដែលយើងបង់ទៅលើការពិន័យបំពុលបរិស្ថានដែលយោងទៅលើច្បាប់បរិស្ថានបងប្អូនគ្នាណាគឺក្រុមហ៊ុនរបស់យើងបំពុលបរិស្ថានអញ្ចឹងយើងត្រូវបង់ការពិន័យនេះចំនួន 3,500 pound ដែលចំនួននេះត្រូវបានយើងដកចេញនៅក្នុងការដែលយើងរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញយោងទៅតាមគោលការណ៍និងស្តង់ដារដែលសារតែវាគឺជាចំណាយតែនៅក្នុងករណីដែលយើងគណនាពន្ធគឺ 3,500 នេះអាជ្ញាធរពន្ធមិនឲ្យយើងដកទេត្រូវបូកត្រឡប់មកវិញគិតពន្ធហើយជាចំណាយដែលមិនអាចកាត់កងបានដែលគេហៅថាជាភាពខុសគ្នាជាអចិន្ត្រៃយ៍យើងហៅថាជា permanent difference ចា៎ចំណុច E គឺជាចំណូលការប្រាក់ដែលយើងទទួលបានពីការវិនិយោគទៅលើសញ្ញាបត្របំណុលរបស់រដ្ឋាភិបាលដែលជាចំណូលអត់ជាប់ពន្ធណាចំនួន 1,400 pound ចំណូលនេះគឺយើងទទួលស្គាល់យោងទៅតាមគោលការណ៍និងស្តង់ដារគណនេយ្យនៅក្នុងបញ្ជីការរបស់យើងប៉ុន្តែពេលដែលយើងយកទៅប្រកាសពន្ធអាជ្ញាធរពន្ធអាជ្ញាឲ្យយើងដកចេញ 1,400 pound ដោយសារតែចំណូលនេះមិនជាប់ពន្ធទេចឹងនៅក្នុងករណីនេះគឺតកតងទៅនឹងចំណុចទី4គឺតកតងទៅនឹងមូលដ្ឋានគិតពន្ធត្រូវបានគេរំពឹងទុកថានឹងមានសម្រាប់ឆ្នាំបន្តទៅមុខទៀតចំណុច A យើងធ្វើការគណនារកមូលដ្ឋានគិតពន្ធឆ្នាំ2025ចាថាតើយើងនឹងគណនាយ៉ាងដូចម្ដេចអញ្ចឹងទាំងអស់គ្នាយើងដឹងហើយតកតងទៅជាមួយនឹងចំណេញមុនពេលបង់ពន្ធដែលយើងយោងទៅតាមស្តង់ដារនិងគោលការណ៍គណនេយ្យគឺ 100,000 pound អមាញ់មិញហើយយើងមានភាពខុសគ្នាជាអចិន្ត្រៃយ៍ទី1គឺចំណាយទៅលើការពិន័យបំពុលបរិស្ថានចំនួន 3,500 pound ដែលយើងបានដកចេញពីក្នុងរបាយការណ៍ប្រាក់ចំណេញឥឡូវនេះយើងត្រូវបូកត្រឡប់ទៅវិញដើម្បីគិតពន្ធដែលសារតែចំណាយនេះមិនអាចញ៉ាំឲ្យដកទេហើយតកតងទៅជាមួយនឹងចំណូលដែលយើងទទួលចំនួន 1,400 pound យើងកត់ត្រានៅក្នុងបញ្ជីការរបស់យើងនៅពេលដែលទៅប្រកាសពន្ធក៏គេឲ្យយើងដកចេញវិញដោយសារតែចំណូលនេះមិនជាប់ពន្ធចា៎អញ្ចឹងយើងមានតកតងទៅនឹងភាពខុសគ្នាជាអចិន្ត្រៃយ៍ចំនួន2អញ្ចឹងគឺមានទី1គឺ fine for pollution និងទី2គឺ tax exempt ទៅលើ interest យើងមានមួយទៀតគឺតកតងទៅនឹង temporary difference ភាពខុសគ្នាជាបណ្ដោះអាសន្ននៅក្នុងនេះយើងមានទាំងអស់3ករណីគឺតកតងទៅនឹង warranty ដែលនៅក្នុងបញ្ជីរបស់យើងគឺយើងកត់ត្រា 5,000 នៅក្នុងការប្រកាសពន្ធទទួលស្គាល់ត្រឹម 2,000 pound អញ្ចឹងមានន័យថាយើងត្រូវ add 3,000 ត្រឡប់មកវិញដើម្បីគិតពន្ធហើយតកតងទៅជាមួយនឹងចំណេញដល់ដែលទៅលើកិច្ចសន្យានៃការសាងសង់ដែលក្នុងបញ្ជីរបស់យើងទទួលស្គាល់ចំនួន 92,000 pound តែសម្រាប់ខាងពន្ធទទួលស្គាល់ 62,000 pound អញ្ចឹងយើងត្រូវដកចេញវិញចំនួន 30,000 pound ហើយតកតងទៅនឹងរំលោះដែលនៅក្នុងបញ្ជីរបស់យើងទទួលស្គាល់ចំនួន 60,000 pound ពេលដែលយើងទៅប្រកាសពន្ធទទួលស្គាល់ដល់ទៅ 80,000 pound អញ្ចឹងយើងត្រូវដកចេញថែម 20,000 pound អញ្ចឹងនៅក្នុងនេះតកតងទៅនឹងមូលដ្ឋានគិតពន្ធរបស់យើងគឺយើងមានតែចំនួន 55,100 ទេ
ចឹងយក 55,100 គុណជាមួយនឹងអត្រាពន្ធ 40% ទៅទាំងអស់គ្នានឹងកណនីឃើញពន្ធដែលយើងត្រូវបង់នៅក្នុងឆ្នាំ 2025 ចា៎បន្តមកទៀតនៅក្នុងត្រង់ចំណុច B គេឲ្យយើងធ្វើការកណនីទៅលើ deferred tax ចា៎ deferred tax ជា deferred tax asset ជា deferred tax liability នៅក្នុងនេះការកំណត់ជា deferred tax asset ឬក៏ deferred tax liability គឺយើងកំណត់បានទៅលើតែ temporary difference តែប៉ុណ្ណោះចឹងនៅក្នុងភាពខុសគ្នាជាបណ្ដោះអាសន្នអាមាញ់នេះគឺយើងមាន3យើងមាន warranty យើងមាន construction contract និងយើងមាន depreciation តើតងទៅនឹង warranty ចាដែលយើង add ត្រឡប់មកវិញចំនួន £3,000 ហ្នឹងគឺជា future deductible ដែលចំនួននេះគឺកើតមានឡើងជា deferred tax asset ដែលយើងត្រូវ claim ពី government ត្រឡប់មកវិញចឹង £3,000 គុណនឹងអត្រាពន្ធ 40% ចំនួនដែលយើងត្រូវទារពីរដ្ឋាភិបាលមកវិញគឺចំនួន £1,200 នៅពេលក្រោយការតែកាត់កងបានណាបងប្អូនConstruction contract មានចំនួន £30,000 វាគឺជា future taxable amount ដែលចំនួននេះវាកើតឡើងជា DTL ហើយយើងនឹងត្រូវ pay ឲ្យទៅ government វិញនៅពេលក្រោយចាអញ្ចឹងយក £30,000 គុណនឹង 40% យើងឃើញស្មើនឹង £12,000 ចាជាចំនួនដែលយើងត្រូវកាត់កងសងរដ្ឋវិញនៅពេលក្រោយតែតទៅនឹង depreciation មានចំនួន £20,000 គឺជា future taxable amount ដែរចំនួនពន្ធដែលយើងត្រូវបង់គឺ 40% អញ្ចឹងយើងកណនីឃើញ £8,000 គឺជា DTL ដូចគ្នា deferred tax asset ចាអញ្ចឹងដែលនៅក្នុងនេះតកតងទៅជាមួយនឹង £8,000 នេះគឺជាចំនួនដែលយើងត្រូវ pay នៅពេលក្រោយដូចគ្នាដែលយើងកាត់កងនៅពេលក្រោយដូចគ្នាចាអញ្ចឹងនៅក្នុងករណីដែលយើងមានជា temporary difference ទាំងអស់គឺមានចំនួន £47,000 ដែលនៅក្នុងនេះគឺជា DTA deferred tax asset 1,200 និងជា DTL deferred tax liability ចំនួន £20,000 ចាអញ្ចឹងឧទាហរណ៍នេះគឺជាការបង្ហាញទៅលើការគណនា taxable income រួមជាមួយនឹងការគណនាទៅលើ DTA ជាមួយនឹង DTL ហើយយើងមានសំណួរចំនួន3ខាងក្រោមបន្តទៀតចាដែលអ្នកគ្រូនឹងបង្ហាញជូននៅក្នុងคลิปវីដេអូក្រោយគឺតាក់ទងទៅនឹងការកត់ត្រានៅក្នុងទិន្នានុប្រវត្តិទៅលើពន្ធដែលយើងត្រូវចំណាយទៅលើពន្ធដែលយើងបញ្ជាពេលនិងពន្ធដែលយើងត្រូវបង់ហើយត្រង់ចំណុច D គឺជាសំណួរដែលគេឲ្យយើងរៀបចំទៅលើរបាយការណ៍ប្រាក់ចំណេញដែលចាប់ផ្ដើមពី income before income tax និងចំណុច A សន្មតថានៅក្នុងឆ្នាំ 2026 បើសិនជាក្រុមហ៊ុន ABC ហ្នឹងគាត់ខាតចំនួន £100,000 តើយើងនឹងធ្វើការគណនាឬក៏កត់ត្រាយ៉ាងដូចម្ដេចចានៅក្នុងឧទាហរណ៍មួយនេះចាអមាញ់មិញបងប្អូនបានមើលរួចហើយតាក់ទងទៅជាមួយនឹងការបង្ហាញរបស់អ្នកគ្រូទៅលើការគណនាជា taxable income ការកំណត់ទៅលើ deferred tax asset ការកំណត់ទៅលើ deferred tax liability សង្ឃឹមថាបងប្អូនបានយល់នៅអ្វីដែលអ្នកគ្រូចែករំលែកជូននៅក្នុងវេលាថ្ងៃនេះអរគុណច្រើនជួបគ្នានៅក្នុងคลิปវីដេអូក្រោយជាបន្តទៀត